សួស្តីអ្នកទាំងអស់គ្នាហើយក៏សូមស្វាគមន៍ការវិលត្រឡប់មកកាន់ channel របស់ខ្ញុំសាជាថ្មីដូចជាចំណងជើងខ្ញុំដាក់អញ្ចឹងគឺចំណាប់អារម្មណ៍ពេលក្រោយមើលរឿងអានមែនវគ្គ3ខ្ញុំគិតថារឿងហ្នឹងក៏ល្អវាមិនល្អណាស់ទេគ្រាន់តែខ្ញុំឲ្យ9 លើ 10 ព្រោះថារឿងហ្នឹងនាំយើងទៅឲ្យទៅមើលនឹងនីតិ Quantum ដែលយើងពីមុនមកក៏យើងធ្លាប់មើលដែររឿង Ant-Man វគ្គ 1 Doctor Strange វគ្គ 1 Ant-Man វគ្គ 2 Endgame ក៏គេបញ្ជាក់តែគេមិនឲ្យយើងបែបលក្ខណៈពេញភ្នែកនឹងQuantum មតិ Quantum ហ្នឹងក៏ Ant-Man វគ្គ 3 នេះគេដាក់ឲ្យយើងពេញភ្នែកតែហ្មងយើងមិនបាច់ចាំបារម្ភថាតិចមួយតិចមិនបានមើលទៅមើលបំពេញភ្នែកទៅអានេះគឺការចូលទៅគឺត្រៀមទៅមើលម្យ៉ាងបានហើយខ្ញុំគិតថាល្អរឿងហ្នឹងខ្ញុំឲ្យ9 លើ 10 ហើយនិយាយបន្ទូអង្គក្នុងរឿងគឺសំខាន់ទាំងអស់សំខាន់មែនទែនតែហ្មងតាំងពី Cassie តាំងពី Scott និយាយទៅគ្រួសាររបស់គាត់នេះ Ham Hope Van Dyne Janet Van Dyne នេះគឺគាត់សម្ដែងបានល្អមែនទែនតែហ្មងក្នុងរឿងតែសូមបញ្ជាក់ថារឿងនេះបែបលក្ខណៈគ្រួសារវាមិនដូច Avenger គាត់លក្ខណៈគ្រួសារយើងមើលកំសាន្តហើយនឹងណែនាំយើងឲ្យទៅស្គាល់អាមិតិ Quantum ហ្នឹងតើវាយ៉ាងម៉េចរយៈពេលដែល Janet Van Dyne គាត់ជាប់នៅក្នុងនឹង30 ឆ្នាំហ្នឹងតើគាត់ធ្វើអីខ្លះហើយក្នុងហ្នឹងមានប្រជាជនឬមួយក៏មានមនុស្សដូចនៅភពយើងអត់ហើយរឿងហ្នឹងខ្ញុំគិតថាពេលដែលមើលទៅវាស្តៀងនឹង Star Wars បន្តិចស្តៀងនឹង Ready Player One ហើយនឹងរឿងអីមួយចំនួនទៀតតែខ្ញុំអត់ប្រហើបទេព្រោះខ្លាចអ្នកទាំងអស់គ្នាទៅមើលរឿងហ្នឹងវាអត់ល្អមើលហើយនិយាយអំពី Kang ក៏គាត់ល្អគាត់មានមហិច្ឆតារបស់គាត់ព្រោះឲ្យគាត់មកពីអនាគតគាត់ស្រាប់ហើយគាត់ដឹងស្រាប់ហើយយើងក៏ដឹងថាគាត់មកពីអនាគតដូចគ្នាហ្នឹងព្រោះគាត់អ្នកគ្រប់គ្រងពេលវេលាយើងមើលរឿងស៊េរីរបស់ Loki ក៏យើងដឹងថាគាត់ហ្នឹងមកពីណាមកពីណីដែរហើយតួអង្គ Cassie យើងមិនឆ្ងល់ថាគាត់បានឈុតមកពីណាឬមួយក៏ហេតុអីបានគាត់ចេះវាយជាអីចឹងណាព្រោះតួអង្គហ្នឹងគេណែនាំយើងតាំងពីយូរហើយគាត់ថាអត់បែបเต็มរូបពេញរាងដូចក្នុងរឿងនេះហើយរឿងហ្នឹងសាច់រឿងរបស់ Cassie នេះច្រាំយកបើមិនចាំហត់ទេមិនចាំណែនាំដូចរឿង hero ថ្មីដូចរឿង hero ថ្មីចឹងគេមិនណែនាំយើងថាមកពីណាមកពីណីហើយចេះវាយជាអីបានឈុតនៅពីណាមានធម្មពលពីណាអានេះអត់ទេនៅក្នុងរឿងហ្នឹងអស់នេះប្រហែលសាច់រឿងនេះក្នុងហ្នឹងបើថាយើងទៅមើលផ្ទាល់គឺអស់ចាហ្មងតួអង្គហ្នឹងច្រាំយកបើដាក់មកប៉ាប់ហើយបើយ៉ាងរបស់គេដឹងថាតួអង្គហ្នឹងវាយ៉ាងម៉េចហ្នឹងអញ្ចឹងគេមិនបាច់ចំណាយនាំយើងច្រើនទេកុំឲ្យអ្នកមើលធុញហើយអារឿងបែបកប្លុកកប្លែងក៏វានៅតែមានធ្វើឲ្យយើងពេលខ្លះយើងផ្ដោតអារម្មណ៍ទៅដាក់កប្លែងម៉ាត់ពីរម៉ាត់អញ្ចឹងក៏វាសប្បាយអារម្មណ៍អញ្ចឹងវាសើចទាំងអស់គ្នាអញ្ចឹងទៅហើយមួយទៀតគឺ end credit តាំងពីហ្នឹងរឿងនេះបើសិនជាអត់មាន end credit ក៏ខ្ញុំអត់ឲ្យ9 លើ 10 ដែរប៉ុន្តែគាត់ថា end credit របស់គេហ្នឹងគឺធ្វើឲ្យយើងដឹងថាអូហូ Marvel នេះពិតជាទៅបានឆ្ងាយគេគិតបានឆ្ងាយមែនទែនគម្រោងរបស់គេនេះមិនលំទេហើយវាជារឿងមួយដែលល្អដែរព្រោះបើកទំព័រថ្មីរបស់ Marvel ខ្ញុំអានអត់សូវច្បាស់ដែរភ័យទោសផងបើសិនជាខ្ញុំនិយាយភាសាអង់គ្លេសទៅវាខុសសំនៀងអីចឹងខុសតង់ហើយអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរបើសិនជាមើលហើយឬមួយក៏អត់បានទៅមើលអាច comment នៅក្នុង comment ខាងក្រោមចាំខ្ញុំបិចម៉ែខ្ញុំអាន comment អ្នកទាំងអស់គ្នាដើម្បីបញ្ចេញមតិយោបល់ថាយើងទៅមើលរឿងហ្នឹងគឺវាមិនខាតលុយរបស់យើងណារឿងហ្នឹងគឺត្រឹមតម្លៃប្រហែល25,000ឬមួយក៏$10អញ្ចឹងទៅស្រេចតែយើងសបុតរបស់យើងតែវាធ្វើឲ្យយើងចំណេញចាក់ខុសរបស់យើងវាមានឥទ្ធិពលណាយើងមើលទៅវាមិនស្ដាយលុយរបស់យើងណាហើយហ្នឹងហើយខ្ញុំដូចជាអត់មានអីនិយាយច្រើនទេព្រោះខ្លាចប្រហើបសាច់រឿងអ្នកទាំងអស់គ្នាទៅមើលទៅវាអត់ល្អមើល
ហ្នឹងហើយជាចុងក្រោយអ្នកដែលអត់ទាន់បាន subscribe ជួយ subscribe ឲ្យខ្ញុំផងព្រោះ subscribe ខ្ញុំអត់ឡើងសោះខ្ញុំធ្វើវីដេអូយូរដែរហើយនៅតែអត់ឡើងឥឡូវសូមបន្ថែមអ្នកទាំងអស់គ្នាបានមើលហើយវាថាគេថាវីដេអូហ្នឹងចែករំលែកចំណេះដឹងពីការទស្សនារឿងអីចឹងអារម្មណ៍ក្រោយមើលរឿងចឹងកុំភ្លេចជួយ subscribe ផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងខ្ញុំនឹងព្យាយាមធ្វើរឿងតទៅមុខទៀតដល់ជាចុងក្រោយជម្រាបលាបាយ